ចឹងរឿង fake news ឬក៏យើងហៅថាព័ត៌មានคล้ายៗព័ត៌មានមិនពិតហ្នឹងគឺជាគ្រោះថ្នាក់ខ្លាំងបំផុតសម្រាប់សង្គមជាតិព័ត៌មានคล้ายៗនេះវាបានខ្លាចទៅជាបញ្ហាសកលហើយដែលវាបង្កឲ្យមានផលប៉ះពាល់ទៅដល់ជីវភាពទៅដល់សន្តិសុខរបស់ប្រទេសជាតិព័ត៌មានคล้ายៗវាបានបង្កផលប៉ះពាល់ច្រើននៅក្នុងសង្គមដោយក្នុងនោះរួមមានបង្កភាពចលាចលនៅក្នុងសង្គមធ្វើឲ្យបែកបាក់នៅក្នុងសង្គមហើយមិនតែប៉ុណ្ណោះគឺវាធ្វើឲ្យខូចនៅមុខមាត់របស់ប្រទេសជាតិរបស់យើងនៅលើឆាកអន្តរជាតិផងដែរคล้ายๆអាចធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមយល់ច្រឡំហើយមានផ្ដោតផលប៉ះពាល់ទៅដល់ខ្លួនឯងដែលយើងជាអ្នកចែករំលែកយើងអាចបានទៅទៀមទាត់អំពីប្រភពព័ត៌មានជាមុនក្រសួងព័ត៌មាននឹងដឹកនាំធ្វើយុទ្ធនាការប្រឆាំងទៅនឹងព័ត៌មានคล้ายៗក្រោមប្រធានបទថានិយាយថាទេចំពោះព័ត៌មានคล้ายៗគឺជាយុទ្ធនាការមួយដើម្បីផ្ដល់នៅការអប់រំផ្ដល់នៅចំណេះដឹងក៏ដូចជាសញ្ញាណមួយចំនួនដើម្បីឲ្យបងប្អូនជាបរិបទបានដឹងថាដើម្បីអាចបញ្ជាក់ថាព័ត៌មាននឹងជាព័ត៌មានคล้ายៗព័ត៌មានមិនត្រឹមត្រូវហើយព័ត៌មានដែលបង្កើតឡើងក្នុងន័យទុច្ចរិតតើគេត្រូវសម្គាល់ទៅលើអ្វីខ្លះនេះគឺជាចំណុចមួយដែលយើងចង់ផ្ដល់ទៅឲ្យបងប្អូនជាបរិបទដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់គាត់បន្ថែមទៀតទៅលើការការពារខ្លួនរឿងចម្បងដែលយើងត្រូវធ្វើខ្ញុំគិតថាគឺការបណ្ដុះបណ្ដាលការបង្រៀនឲ្យមហាជនឲ្យសាធារណជនទូទៅឲ្យយ៉ាងហោចណាស់ឲ្យគាត់គិតទ្វេដងឲ្យគាត់ពិចារណាថាមុននឹងចែកចាយព័ត៌មានហ្នឹងឲ្យគាត់សួរខ្លួនឯងថាតើព័ត៌មាននេះពិតឬមិនពិតតើវាជាព័ត៌មានคล้ายៗឬយ៉ាងណាឲ្យគាត់រៀនបង្អាក់ខ្លួនឯងកុំអាលប្រញាប់នឹងចែកចាយអានេះខ្ញុំគិតថានេះរឿងសំខាន់សម្រាប់ខ្ញុំផ្ទាល់ខ្ញុំនិយាយតែជាខ្ញុំទេមិននិយាយសម្រាប់បងប្អូនអ្នកផលិតមាតិកាផ្សេងទេក្នុងនាមជាខ្ញុំបើមិនពិតគឺមិនផ្សាយបាទហើយបើមិនពិតក៏មិនចែករំលែកដែរតែងតែស្វែងរកប្រភពជាមុនសិនប្រភពនៃព័ត៌មាននឹងជាមុនសិនមុននឹងទទួលយកព័ត៌មានមួយហ្នឹងក៏ដូចជាចែករំលែកទៅកាន់អ្នកនៅជុំវិញខ្លួនខ្ញុំការដែលក្រសួងព័ត៌មានដឹកនាំរៀបចំឲ្យមានកម្មវិធីប្រយុទ្ធប្រឆាំងនឹងព័ត៌មានคล้ายៗគឺជាសកម្មភាពមួយដែលចាំបាច់ហើយដែលខ្ញុំគ្រប់គ្រងមែនទែនបាទពួកខ្ញុំយុទ្ធនាការនេះគឺពិតជាមានសារៈសំខាន់ហើយល្អខ្លាំងមែនទែននេះខ្ញុំពិតជាពេញចិត្តជាមួយនឹងយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗនេះមែនទែនដើម្បីឲ្យប្រជាពលរដ្ឋទូទៅក៏ដូចជាអ្នកដែលនៅក្នុងអ្នកមានឥទ្ធិពលនៅក្នុងបណ្ដាញសង្គមផងដែរគាត់អាចនឹងចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងការចូលរួមចំណែកនៅក្នុងការទប់ស្កាត់ព័ត៌មានคล้ายៗនៅក្នុងប្រទេសកម្ពុជារបស់យើងបាទសម្រាប់សាររបស់ខ្ញុំសូមបងប្អូនពិចារណាមុនចែករំលែកព័ត៌មានចូលរួមនិយាយថាទេចំពោះព័ត៌មានคล้ายៗដែលជាយុទ្ធនាការមួយរបស់ក្រសួងព័ត៌មានដែលបានដាក់ចេញនៅពេលនេះផងដែរសូមពិចារណាឲ្យបានច្បាស់លាស់មុននឹងចែកចាយព័ត៌មានខ្ញុំមិនចែករំលែកទេនៅក្នុងសូមបងប្អូនទាំងអស់គ្នាចូលរួមជាមួយនឹងក្រសួងព័ត៌មានក្នុងយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗហើយសូមនិយាយថាទេចំពោះព័ត៌មានคล้ายៗនិងចែកចាយតែព័ត៌មានណាដែលពិតត្រឹមត្រូវដើម្បីជាប្រយោជន៍ដល់សង្គមរបស់យើង